តើតើនឹងករណីដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់លួចផ្ដាល់ទិដ្ឋាការខុសច្បាប់យ៉ាងតិច6000សន្លឹកតាមពិតបើតាមអ្វីដែលជាការរាយការណ៍ពីសារព័ត៌មានក្នុងស្រុកដែលផ្ដល់បទសម្ភាសឬក៏បានសម្ភាសអ្នកនាំពាក្យក្រសួងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ACU នោះគឺលើកឡើងអំពីលោកម្នាក់ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសកម្ពុជាឈ្មោះថាថូសំណាងឈ្មោះនេះយកអត់ដែលឮទេបងប្អូនមែនតើទៅគឺអឺគាត់ថាលោកថូសំណាងមានទូនាទីខ្ពស់ណាស់នៅក្នុងក្រសួងការបរទេសព្រោះជាឋានៈរបស់គាត់ដូចជាអគ្គនាយកនៃអគ្គនាយកដ្ឋានមួយទៀតដែលកាន់ការរឿងផ្ដាល់ទិដ្ឋាការផ្ដាល់អីហ្នឹងដែលតំណាងឲ្យកុងស៊ុលខ្មែរតំណាងឲ្យទូតខ្មែរនៅក្នុងក្រសួងការបរទេសហ្នឹងដែលការចេញទិដ្ឋាការទៅឲ្យអ្នកណាម្នាក់ដែលមានភាពស្រពេចស្រពិលហ្នឹងតើនឹងមានអំពើពុករលួយបានលុយប៉ុន្មានទៅចូលកប៉ៅខ្លួនឯងហ្នឹងហើយអារឿងចូលកប៉ៅខ្លួនឯងមធ្យមងុំនឹងរះ8 10លានអ្នកហ្នឹងខ្លាយទៅជាជនរងគ្រោះរបស់អស់លោកហើយរឿងនេះណាមិនមែនតែម្នាក់ធ្វើកើតទេបងប្អូនជាទូទៅគឺរឿងជាប្រព័ន្ធព្រោះស៊ីគេហៅទន្សោងគោព្រៃរកស៊ីជើងភ្នំតូចស៊ីដោយតូចធំស៊ីដោយធំរកស៊ីជើងភ្នំអាធំស៊ីអាតូចទៀតព្រោះពីដើមគេថាទន្សោងគោព្រៃរកស៊ីជើងភ្នំតូចស៊ីដោយតូចធំស៊ីដោយធំរកស៊ីជើងភ្នំផឹកទឹកដងអូតាមពិតពាក្យសុភាសិតខ្មែរគឺគេនិយាយចឹងទេទន្សោងគោព្រៃរកស៊ីជើងភ្នំតូចស៊ីដោយតូចធំទៀតស៊ីដោយធំរកស៊ីជើងភ្នំផឹកទឹកដងអូបានន័យថាអាស្រ័យផលរស់នៅតាមក្រមតូចស៊ីព្រៃល្បាស់អីតិចតួចចឹងអាធំស៊ីតាមអាធំតាមផឹកទឹកដងអូហ្នឹងគឺជាអូមួយដែលអាស្រ័យផលគ្រប់គ្នាវាហូរមកឥតដាច់ក៏ប៉ុន្តែឥឡូវអាទន្សោងគោព្រៃហ្នឹងវារកស៊ីជើងភ្នំហើយអាតូចស៊ីដោយតូចអាធំស៊ីដោយធំប៉ុន្តែឥឡូវអាធំហ្នឹងវាស៊ីអាតូចទៀតព្រោះអាតូចហ្នឹងត្រូវយកសំណែនទៅឲ្យអាធំអញ្ចឹងបើថាចាប់តោះតែចាប់មួយខ្សែហ្មងព្រោះអីសម័យកម្ពុជាសប្ងៃមិនមែនជាសម័យលើកស្ទួយស្ថាប័នទេជាសម័យលើកស្ទួយបុគ្គលវាល្អដែរបងប្អូននៅពេលដែលគេលើកស្ទួយបុគ្គលអញ្ចឹងបើបុគ្គលណាមួយបាត់តំណែងគឺទៅមកជួគាត់អញ្ចឹងសម័យហេងលោកហេងពៅតើមើលកាលនៅប៉ូលីសក្រុងដែលមេប៉ូលីសដ៏ធំឥឡូវជាប់គុកនិយាយពីក្រុមមួយជួរលោកហេងពៅហ្នឹងគឺអាលីងទាំងអស់ដូចដកឬស្មៅអញ្ចឹងដោយសារអីគឺដោយសារយើងលើកស្ទួយគ្នាតាមមេខ្សែដល់ពេលអញ្ចឹងខ្សែហ្នឹងទៅលលាយមួយខ្សែអញ្ចឹងហ្មងអានេះចង្រៃណាស់ការដឹកនាំប្រទេសបែបនេះគឺចង្រៃមែនតើព្រោះការដឹកនាំរបៀបឲ្យបុគ្គលខ្សែបាក់ពួកអញ្ចឹងយើងនាំគ្នាតែលើកស្ទួយបុគ្គលលើកស្ទួយតែមេម៉ាត់ណាក៏មេចេះមេអញ្ចោះអត់តាក់ទងស្ថាប័នទេអញ្ចឹងអាទូកទៅកំពុងនៅហ្នឹងវាពិបាកមែនតើតែយើងឃើញអញ្ចឹងមិនថាបើសិនជាជាប់លោកធោណែសំណាងនេះមួយចោះអ្នកណាជាអ្នកដែលពាក់ព័ន្ធលោកធោសំណាងលោកធោសំណាងអាចធ្វើកិច្ចការងារនេះម្នាក់ឯងកើតមេគាត់ខ្សែគាត់បាក់ពួកគាត់តើអ្នកណាខ្លះបាទឥឡូវនេះគឺរឿងនេះវាអញ្ចេះដែរទេបងប្អូនរឿងលោកធោសំណាងនេះបើតាមអ្វីដែលជាសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយល្បីពេញនិយាយទៅអូសអត់រំលងថ្ងៃហ្នឹងតាក់ទងនឹងមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ក្រសួងការបរទេសហ្នឹងគឺលោកធូសំណាងនេះដែលលោកបានសារភាពប្រាប់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយថាលោកពិតជាបានលួចសន្លឹកទិដ្ឋាការប្រភេទ C និង CX បាទប្រភេទ C និង CX អា C ហ្នឹងគឺជាប្រភេទទិដ្ឋាការពិសេសមួយសម្រាប់ការទូតសម្រាប់អីធំៗហើយអា CX ហ្នឹងគឺសម្រាប់ X ហ្នឹងមកពីពាក្យ extension គឺពជាបន្ថែមឲ្យទៀតបើមកអញ្ចឹងថែមឲ្យនៅយូរឆ្នាំទៀតលុយទៀតតទៀតអីអញ្ចឹងទៅហើយយកទៅឲ្យជនបរទេសមិនតិចជាង6000នាក់ទេព្រោះអីគាត់បានដែលបាត់ទៅហ្នឹងគឺ10000សន្លឹកអញ្ចឹងឥឡូវនេះ6000ហ្នឹងជនសង្ស័យរូបនេះសារភាពថាពិតជាបានយកទៅលក់ឲ្យជនបរទេសអញ្ចឹងជនបរទេសនៅក្នុងនេះគ្មាននរណាក្រៅពីពួកឆបោកអនឡាញទេដែលត្រូវការវីសាបន្ទាន់លឿនដើម្បីចូលមកបំផ្លាញរកស៊ីឆបោកអនឡាញនៅកម្ពុជាហើយថា4000សន្លឹកទៀតបើតាមអ្វីដែលជាសេចក្តីរាយការណ៍ពីអ្នកនាំពាក្យក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយលោកសយច័ន្ទវិចិត្រដែលប្រាប់សារព័ត៌មានក្នុងស្រុកហ្នឹងថាជនសង្ស័យរូបនេះប្រាប់ថា4000សន្លឹកទៀតហ្នឹងគាត់អត់ទាន់បានឲ្យអ្នកណាទេថាបំផ្លាញចោលជឿគាត់សិនឆាប់ចប់6000 4000ទៀតបំផ្លាញចោលឥឡូវបងប្អូនសាកគិតមើលបើសិនជាទិដ្ឋាការហ្នឹងមួយសន្លឹកថាប្រហែលថា$1000ចុះព្រោះអីឲ្យទិដ្ឋាការរបៀបការទូតរបៀបអីនេះគឺអត់ចាំបាច់មើល scan មើលអីស្រួលអញញ៉ៃទេមកមិនស្រួលជួញដូរគ្រឿងញៀនជួញដូរអីចូលមកបានស្រួលទៀតដោយសារតែវាមានភាពពិសេសអញ្ចឹងទៅតែយ៉ាងណាបងប្អូនវារឿងណាវាទាល់តែអញ្ចឹងបាទខ្ញុំគិតថាបងប្អូនខ្មែរយើងមានភ័ព្វវាសនាណាស់ដោយសារតែជនជាតិអាមេរិកខ្លាយទៅជាជនរងគ្រោះនៃអំពើឆបោកអនឡាញហ្នឹងបានតែចេះតែរៀលដាលទៅហើយឥឡូវរឿងនេះត្រីធំមកកណោចាប់អត់ទាន់បានទេឥឡូវមកបានត្រីកញ្ចុះនេះទៀតខ្ញុំនៅតែគិតថាលោកធូគុណសំណាងនេះនៅតែត្រីកញ្ចុះទេព្រោះអីមន្ត្រីអង្គការមហាមន្ត្រីដែលពាក់ព័ន្ធមានកាស៊ីណូមានបនលបែងអីប៉ប៉ិនមេឃណានៅមកកណោទៀតគាត់ថាអំពើអក្រិតទោះជាប្រព្រឹត្តក្នុងតម្លៃណារូបភាពណាក៏ត្រូវតែទទួលទោសដែរព្រោះអីនេះគឺជាអំពើអក្រិតហើយបើសិនជារកឃើញតែលោកធូសំណាងនេះប្រព្រឹត្តបាត់ល្មើសដែលលួចឲ្យសัญลักษณ์បានទិដ្ឋាការខុសច្បាប់ទៅឲ្យជនឆបោកអនឡាញមែនទោសនេះធ្ងន់ណាស់
ប៉ុនព្រះសម័យឯណោះព្រោះអីប្រជាពលរដ្ឋខ្មែរយើងខ្លោចផ្សារជាតិយើងក៏អាប់មុខប៉ុន្តែម្ដងទៀតបងប្អូនមិនមែនតែលោកនេះម្នាក់អាចធ្វើកិច្ចការងារនេះខ្លួនឯងកើតទេ60000សន្លឹកយកទៅឲ្យមនុស្សគ្រប់គ្នាជនបរទេសហើយតើការរាយការណ៍ធ្វើសកម្មកម្មធ្វើអីបាត់ទៅឯណាអ្នកណាអ្នករាយការណ៍អ្នកណាអ្នកបានស៊ីអ្នកណាអ្នកបានអីហ្នឹងវាជាសម្លកពឹសទេបើសិនជារដ្ឋាភិបាលកម្ពុជាមានឆន្ទៈសុឆន្ទៈនៅក្នុងការចាប់អាចនឹងមន្ត្រីក្នុងក្រសួងការបរទេសហ្នឹងមិនដឹងជាជាប់ជាពាក់វិននឹងប្រមាណអ្នកទៀតទេឥឡូវហ្នឹងសំណាងដែរដែលកញ្ញាកម្មនោវិទ្យាទៅបញ្ចូលទៅបាន3ថ្ងៃ2ថ្ងៃទៅក្រសួងការបរទេសហ្នឹងជាប្រិសិទ្ធពិសេសជាអីហ្នឹងដែរបើចូលទៅមុនហ្នឹងបន្តិចមិនដឹងជាអាម៉េចហេងសុយហ្នឹងគេយកទៅទម្លាក់នៅក្នុងហ្នឹងឲ្យក៏ខូចឈ្មោះមួយសារទៀតទៅក៏ថាបានឥឡូវតាក់ទងនឹងរឿងនេះគឺបាទឥឡូវយើងសួរថាលោកធោសំណាងហ្នឹងជាអ្នកណាតាមពិតទើបតែឃើញបរិយាក្រិតដល់ទៅពេលលោកធោសំណាងត្រូវខាង ACU អូសយកទៅស៊ើបសួរអត់ទាន់ចាត់ប្រកាន់ទេណាបងប្អូនលោកធោសំណាងគ្រាន់តែជាជនសង្ស័យទេព្រោះអីអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយអត់ទាន់ខាត់ខ្លួនឬក៏ចោទប្រកាន់ពីបទល្មើសអីនៅឡើយទេគ្រាន់តែទៅមកសាកសួរឯងសាកសួរប្រមាណបាត់ពីផ្ទះ2ថ្ងៃហើយចាំខ្ញុំនិយាយពីរឿងអាបាត់ពីផ្ទះហ្នឹងទៀតម្ដងនេះគឺពេលខ្លះគេថាចំនួនណារ៉េតហ្នឹងមិនបានដូចលិមួកចូលឈ្នៀងអញ្ចឹងរួចចុះបើលោកធោសំណាងហ្នឹងគាត់ខ្លាយទៅជាជនសង្ស័យប្រព្រឹត្តអំពើដែលធ្វើឲ្យស្ទើរតែស្មើនឹងអំពើក្បត់ជាតិទៅហើយទៅថាការជនបរទេសចូលមកនៅក្នុងស្រុកខ្មែរមកបំផ្លាញឆបបោកអនឡាញតើគេធ្វើអីទៀតក្រៅពីបំផ្លាញឆបបោកអនឡាញម៉ាហ្វ្យាឬអីហ្នឹងវាបំផ្លាញជាតិសាសន៍នេះប៉ុណ្ណាទៅហើយស្រាប់តែមកចេញមកស្រាប់មកចង់ការពារលោកធោសំណាងនេះស្អីគេទៀតហើយលោកវងណារ៉េតហ្នឹងខ្ញុំការពារជនរងគ្រោះហើយចាំខ្ញុំប្រាប់ថាលោកធោសំណាងជាជនរងគ្រោះដោយសាររឿងអីព្រោះអានេះសិលធម៌របស់ខ្ញុំពេលដែលលោកធោសំណាងនឹងត្រូវគេចោទប្រកាន់ពីបទលក់អតិថាការខុសច្បាប់ហ្នឹងទៅឲ្យលួចទៅឲ្យពួកបរទេស scam online ណាអាហ្នឹងគឺជាទោសដែលមិនអាចអត់ឱនបានទេត្រូវតែដាក់គុកដាក់ច្បាប់ឲ្យគាត់សងការខូចខាតទាំងអស់ចំពោះប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ក៏ប៉ុន្តែបើគាត់ខ្លាចជាជនរងគ្រោះនៃអំពើអីមួយនីតិវិធីមិនត្រឹមត្រូវអីទៀតខ្ញុំនឹងការពារលោកធោសំណាងតាក់ទងនៅក្នុងរឿងដែលគេប្រព្រឹត្តខុសនីតិវិធីក្នុងការឃុំខ្លួនគាត់ឧទាហរណ៍អាហ្នឹងគឺជាសិលធម៌របស់ខ្ញុំដែលមិនអាចលោកបោកលោកក្រូចនឹងប៉មលាចូលគ្នាទឹកនឹងប្រេងបានទេបងប្អូនលោកធោសំណាងនេះគឺត្រូវបានដកតំណែងបាត់ទៅហើយបងប្អូនកាលពីខែមេសាយើងអត់ដឹងរឿងនេះទេធ្លាក់ចេញការដកទួនាទីចេញបរិយាក្រិតដកទួនាទីរបស់លោកធោសំណាងនេះចេញពីប្រធានឬក៏ជាប្រធានអគ្គនាយកដ្ឋាននៅក្នុងក្រសួងការបរទេសមួយនឹងតាក់ទងនឹងរឿងកុងស៊ុលតាក់ទងនឹងអីដូច្នេះមកដល់ពេលនេះគឺលោកធោសំណាងត្រូវបានគេដកទួនាទីអស់ហើយបងប្អូនអត់មានអីឆ្ងល់រឿងការដកទួនាទីលោកធោសំណាងទេព្រោះអីរដ្ឋាភិបាលកម្ពុជាដើម្បីស៊ើបអង្កេតអីមួយកុំឲ្យពាក់ព័ន្ធវគ្គវិនអីជាមួយនឹងក្រសួងការបរទេសដោយរឿង Gen Z អញ្ចឹងស្រាប់តែសុកមកជាប់នៅក្នុងបញ្ជីខ្មៅរបស់អាមេរិកអីចឹងស្រាប់តែចេញមកដកសញ្ជាតិខ្មែរចេញពីលោកចិនស៊ីចាប់បញ្ជូនទៅបាត់ពីមុនមកហ្នឹងជាទីប្រឹក្សាលោកហ៊ុនសែនធ្វើការជាមួយគ្នាថតរូបបាយទឹកអីចឹងដល់តែពេលស្រាប់តែមានការអីដកទួនាទីប្រឡែងចោលយករួចខ្លួនបាត់ដូចគ្នាលោកធោសំណាងនេះគឺគេដកទួនាទីនឹងភ្លាមទៅដើម្បីអីស្រួលចាត់ការដែរដើម្បីទី1គឺទុកឲ្យក្រសួងមន្ត្រីគេចាត់ចឹងបាននៃការចាត់ការនេះអាចមានយូរដែរហើយតាំងពីខែមេសាមកម្លេះអញ្ចឹងមិនមែនមានបរិយាក្រិតដកទួនាទីគាត់ចេញពីមន្ត្រីជាន់ខ្ពស់នៃប្រធានដែលជាប្រធាននាយកដ្ឋានមួយនៅក្នុងក្រសួងការបរទេសហ្នឹងទេខ្ញុំរកបរិយាក្រិតនេះអត់ទាន់ទេបងប្អូនដោយសារតែឯកសារវាច្រើនហើយវាច្បល់នៅក្នុងហ្នឹងក៏ប៉ុន្តែមុននេះខ្ញុំបានស្រាវជ្រាវទៅគឺឃើញពិតជាមានបរិយាក្រិតនៅក្នុងការដកទួនាទីរបស់លោកធោសំណាងចេញពីប្រធាននាយកដ្ឋានការបរទេសមួយនៅក្នុងផ្នែកកុងស៊ុលផ្នែកទិដ្ឋាការអីហ្នឹងបាទឥឡូវនេះខ្ញុំស្លេះពីរឿងហ្នឹងបន្តិចទុកឲ្យក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយគាត់ចាត់ការតទៅទៀត